ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កលជានិច្ចគឺមិនឲ្យគេវិនាសឡើយកូឡូសចំពោះ3ខ5ចំណងជើងថាជីវិតចាស់និងជីវិតថ្មីដូច្នេះសូមបងប្អូនសម្លាប់អ្វីខាងលោកីចោលទៅគឺអំពើប្រចសិលធម៌អំពើសៅមងចិត្តស្រាប់ស្រាលបំណងប្រាថ្នាអាក្រក់និងចិត្តលោភលន់គឺយកទ្រព្យសម្បត្តិធ្វើជាព្រះកិច្ចការចំពោះ2ខ42ចំណងជើងថាក្រុមគ្រីស្ទបរិស័ទដំបងបង្អស់សិស្សទាំងនោះព្យាយាមស្ដាប់សេចក្តីបង្រៀនរបស់ក្រុមសាវករួមរស់ជាមួយគ្នាជាបងប្អូនធ្វើពិធីកាច់នំប៉័ងនិងព្យាយាមអធិស្ឋាន